បាទជម្រាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបនៅក្នុងការទាញយកតារាងនីតិសាស្ត្រតែចុងឆ្នាំឬក៏ដើមឆ្នាំតាមរយៈថ្នាំបឋម PAP ចឹងជាដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់ account ឬក៏គណនីរបស់លោកគ្រូអ្នកគ្រូទៅបន្ទាប់មកលោកគ្រូអ្នកគ្រូចូលកន្លែងពាក្យប្រឡងប្រសិនបើលោកគ្រូអ្នកគ្រូបានប្រឡងហើយលោកគ្រូអ្នកគ្រូចូលទៅកន្លែងប្រវត្តិធ្វើតេស្តបើករណីមិនទាន់បានប្រឡងទេអាចចូលទៅកន្លែងធ្វើតេស្តតែម្ដងប៉ុន្តែក្នុងជំហាននេះខ្ញុំបង្ហាញអំពីការទៅឆែកប្រវត្តិធ្វើតេស្តហើយទាញយកតារាង Excel ដើម្បីយកទិន្នន័យទាំងនោះធ្វើផែនការរៀនសូត្រសិស្សម្នាក់ៗចុះលោកគ្រូអ្នកគ្រូចូលទៅកន្លែងពាក្យប្រវត្តិធ្វើតេស្តចុចលើហ្នឹងហើយកន្លែងពាក្យសិស្សលោកគ្រូអ្នកគ្រូមានកូនព្រួយមួយជ្រើសពាក្យទាំងអស់ចំណែកកន្លែងសភៅនេះកូនព្រួយលោកគ្រូអ្នកគ្រូជ្រើសពាក្យ CALM ហ្នឹងបន្ទាប់មកលោកគ្រូអ្នកគ្រូកលេចមកកន្លែងផ្ទះនេះគឺជ្រើសពាក្យមុខវិជ្ជាតេស្តស្តង់ដារភាសាខ្មែរករណីនេះយើងយកភាសាខ្មែរមុនតើមកលោកគ្រូអ្នកគ្រូជ្រើសប្រភេទថ្នាក់អញ្ចឹងជាក់ស្ដែងខ្ញុំប្រឡងថ្នាក់ទី5អញ្ចឹងខ្ញុំជ្រើសថ្នាក់ទី5បាទចំណែកកន្លែងថ្ងៃខែឆ្នាំនេះលោកគ្រូអ្នកគ្រូត្រូវបដូរដែរករណីដែលវាបង្ហាញមិនបានត្រឹមត្រូវលោកគ្រូអ្នកគ្រូត្រូវបដូរបាទយកឧទាហរណ៍ថាសិស្សរបស់ខ្ញុំប្រឡងនៅខែសីហាបាទខែសីហាថ្ងៃទីចន្លោះថ្ងៃទី20អញ្ចឹងខ្ញុំជ្រើសថ្ងៃទី20មករហូតដល់ខែ9ថ្ងៃទី19បាទចុះលោកគ្រូត្រូវតែបដូរបើអត់បដូរទេទិន្នន័យសិស្សអត់បង្ហាញទេអញ្ចឹងនៅក្នុងជំហានដែលខ្ញុំបង្ហាញនេះគឺជារបៀបទាញយកទិន្នន័យជាតារាងបសិននេះដើម្បីយកទៅធ្វើផែនការរៀនសូត្រសិស្សម្នាក់ៗចឹងលោកគ្រូអ្នកគ្រូត្រូវសង្កេតកន្លែងពាក្យសិស្សនេះលោកគ្រូអ្នកគ្រូចុចកន្លែងកូនព្រួយនេះចំនួនម្ដងបាទតើមកលោកគ្រូអ្នកគ្រូចុចកន្លែងនឹងម្ដងទៀតបាទចុចម្ដងទៀតយើងឃើញថាឈ្មោះអក្សរឡនរត់ឡើងលើវិញបាទឥឡូវលោកគ្រូចុចកន្លែងនឹងម្ដងទៀតមកបាទចុចម្ដងនេះគឺវាបង្ហាញអក្សរកនៅខាងលើអញ្ចឹងអ្វីដែលខ្ញុំបង្ហាញនេះគឺចង់តម្រៀបអក្ខរក្រមបាទដើម្បីឲ្យសិស្សដែលមានត្រកូលផ្ដើមដោយអក្សរកនោះគឺនៅលើនៅពេលដែលគាត់ប្រឡងគណិតក៏និទេសគាត់នៅផ្ទឹមគ្នាបាទបន្ទាប់ពីចុចអានឹងហើយលោកអ្នកគ្រូក៏លេខមើលខាងនេះមានសញ្ញា link លោកគ្រូចុចកន្លែងនឹងមួយមកបាទពេលចុច mouse ឆ្វេងលើនឹងបាទវាលោតចេញឲ្យយើងចុច OK បាទលោកគ្រូចុច OK មកតើមកលោកគ្រូអ្នកគ្រូ add tab មួយយេហើយលោកគ្រូអ្នកគ្រូត្រង់កន្លែងនេះលោកគ្រូអ្នកគ្រូចុចមកឆ្វេងលើនឹងមួយមកហើយចុចមកស្ដាំជ្រើសពាក្យ paste បាទឬក៏ control V ក៏បានដែរតើមកលោកគ្រូអ្នកគ្រូចុច enter បន្ទាប់ពីចុច enter វាទាមទារទិន្នន័យរបស់យើងនឹងចង់ទៅ save នៅកន្លែងណាអញ្ចឹងជាក់ស្ដែងកន្លែងនេះគឺវាជ្រើសពីកន្លែង download អញ្ចឹងខ្ញុំក៏ដាក់ download ទៅហើយកន្លែងនេះគឺខ្ញុំរក្សាទុកដដែលប៉ុន្តែដើម្បីមានភាពងាយស្រួលក្នុងការមើលយើងអាចដូរឈ្មោះទៅយើងដាក់ G បាទ G5 KH មានន័យថាមុខជាខ្មែរបាទចឹងខ្ញុំចុច save មកតើមកលោកគ្រូអ្នកគ្រូកលេចឃើញខាងស្ដាំនេះមានពាក្យ keep ចុះលោកគ្រូអ្នកគ្រូចុច keep នឹងមួយទៀតបាទពេលចុច keep ចឹងហើយលោកគ្រូអ្នកគ្រូអាចឆែកមើលបាទទិន្នន័យមុខវិជ្ជាភាសាខ្មែរហ្នឹងនៅកន្លែងនេះតែម្ដងបាទចុចមកឆ្វេងលើនឹងមកចឹងទិន្នន័យដែលជាតារាង Excel របស់យើងនឹងត្រូវបានបង្ហាញបាទតើមកលោកគ្រូអ្នកគ្រូអាចចុច enable មកenable editing ហ្នឹងដើម្បីអាចសេរីបាទសេរី font ដើម្បីងាយស្រួលក្នុងការមើលអាចដូរ font ទៅជាបិទដំបងអីចឹងទៅអញ្ចឹងយើងអាចទាញទិន្នន័យសិស្សយេអញ្ចឹងកន្លែងនេះខ្ញុំកន្លែង sheet worksheet នេះខ្ញុំដូរទៅជាខ្មែរចុះដាក់ KH ចឹងលោកគ្រូអ្នកគ្រូសង្កេតឃើញឈ្មោះសិស្សរៀបតាមលំដាប់បាទអញ្ចឹងគោលបំណងនៃការរៀបតាមលំដាប់នោះមានអត្ថន័យអី
ចឹងលោកគ្រូអ្នកគ្រូចាំតើមើលបន្តទៀតខ្ញុំនឹងចូលទៅទាញមុខវិជ្ជាគណិតម្ដងចឹងខ្ញុំចូលទៅភាគដែរតបមកខ្ញុំដូរកន្លែងភាសាខ្មែរនេះទៅជាមុខវិជ្ជាគណិតវិញបាទចឹងដល់ពេលដូរទៅជាគណិតអត់តន់ចេញបាទដូរទៅជាមុខវិជ្ជាគណិតយេដូរទៅមុខវិជ្ជាគណិតកន្លែងគ្រប់ថ្នាក់នេះវាលោតបញ្ចេញលោកគ្រូដាក់ថ្នាក់ទី5ផងបាទបាត់គ្រប់ចំនួនវាអត់ចេញទេបាទចឹងលោកគ្រូអ្នកគ្រូកលេចមើលពេលដែលយើងដូរទៅជាគណិតមកវិញគឺវិតរៀបបាទកន្លែងនេះវិតរៀបតកូលសិស្សរបស់យើងនឹងពីកដល់បាទតាមលំដាប់លំដោយចឹងលោកគ្រូអាចទៅកន្លែងខាងស្ដាំនេះចុច link នឹងដល់មកសញ្ញា link ហ្នឹងចុច OK បាទហើយលោកគ្រូកន្លែង tab ថ្មីយើងនេះឬក៏ add tab មួយទៀតទៅស្រេចតែលោកគ្រូចុច Control V បាទឬក៏ Enter ឬក៏មកស្ដាំចុចពាក្យ paste បាទ Enter មកចឹង Enter វាទាមទារទៅទៀតហើយចឹងទាមទារទៅ down កន្លែងពាក្យ download ហ្នឹងចឹងលោកគ្រូអាចដូរឈ្មោះបាទនេះខ្ញុំដាក់ G5 M8 មានន័យថាគណិតវិទ្យាបាទចឹងចុច save មកចឹងអាខាងស្ដាំនេះគឺមានពាក្យ keep បើលោកគ្រូអត់បានចុចទេគឺយើងអត់អាចបើកមើលបានទេចឹងចុច keep មកបាទចឹងរួចរាល់លោកគ្រូអាចចុចបើកនឹងក៏បានឬក៏ចូលទៅកាន់ខាងក្រោមនេះមាន file explorer ចុចលើ file explorer រួចលោកគ្រូចូលទៅកន្លែង download បាទនេះកន្លែង download ខាងលើនេះឬក៏ខាងក្រោមនេះបាទជាកន្លែង download ហ្នឹងគឺនឹងឃើញឈ្មោះ file ដែលយើងបានដាក់ថ្មីគឺគណិតវិទ្យាអញ្ចឹងចុចលើនឹង2ដងបាទពេលលោកគ្រូចុចលើនឹង2ដងនេះវាចេញបង្ហាញអញ្ចឹងមកលោកគ្រូចុច enable editing បាទចុចលើនឹងមួយមកហើយលោកគ្រូselect font ចុចកន្លែងនេះមកដើម្បីយើង select ទាំងអស់ហើយ select font ដាក់បាត់ដំបងយើងមក font អីស្អីគ្រូអ្នកគ្រូទេអាហ្នឹងបាទអញ្ចឹងយើងអូអានេះបន្តិចមកដើម្បីឈ្មោះនេះមើលឃើញធំយេអញ្ចឹងកូនសិស្សដែលយើងចង់បាននីតិរបស់គាត់នឹងរត់នីតិគណិតហ្នឹងតាមលំដាប់ចុះលោកគ្រូចង់បានអីគេឥឡូវយើងចង់បាននីតិខ្មែរនិងគណិតដាក់ចិត្តគ្នាចុះលោកគ្រូត្រូវ copy បន្ទុកអញ្ចឹងអ្វីដែលលោកគ្រូចង់បានអញ្ចឹងទី1គឺតកតងគណិតនេះលោកគ្រូចង់បានតែនីតិហើយនឹងបន្ទុកទេតែបើចង់បានតែនីតិគឺលោកគ្រូគាត់តែ select កន្លែងនីតិនេះមកបាទអូ copy មកទៅដល់ក្រោមបាទទៅដល់ចំនួនសិស្សរបស់យើងហើយ Control C មកដើម្បី copy ហើយលោកគ្រូចុចសញ្ញាដកនេះមួយមកបទាបកញ្ចក់បាទហើយចូលទៅកន្លែងមុខវិជ្ជាខ្មែរយើងបាទនេះខ្មែរបាទមុខវិជ្ជាខ្មែរខ្ញុំអូសបន្តិចបាទមុខវិជ្ជាខ្មែរអញ្ចឹងលោកគ្រូចង់បាននីតិនេះដាក់ចិត្តគ្នាដើម្បីយើងងាយស្រួលក្នុងការស្រង់អញ្ចឹងអាកន្លែងណាដែលមិនចាំបាច់លោកគ្រូហាយចេញទៅបាទយើងអាចហាយចេញទៅព្រោះយើងចង់បានផងអញ្ចឹងយើងអាច delete ឬក៏ហាយនេះមានពាក្យហាយបាទហើយនេះអត់សំខាន់ដែរយើង delete បដ ாய் ទៅបាទចុចពាក្យ delete នៅលើ keyboard របស់យើងហើយយើងចុច mouse ស្ដាំដល់លើកន្លែងនេះហើយចុចពាក្យmouse ស្ដាំចុចពាក្យនេះអត់ចេញ paste mouse ស្ដាំចុចលើហ្នឹងហើយចុច Control V មកអត់ចេញសូមម្ដងទៀតខ្ញុំមើលសិនកន្លែងគណិតយេគណិតនេះយើងចុច select ចឹងហើយចុចmouse ស្ដាំជ្រើសពាក្យ copy បាទតើមកយើងចូលកន្លែងខ្មែរវិញមិញហើយយើងចុចលើនឹងមួយមកចុច Control V បាទចឹងយើងចេញនីតិហើយចឹងនេះយើងអាចអូសធ្វើនីតិដែរតើបាទឬក៏លោកគ្រូដាក់នេះអីគេខ្មែរបាទខាងនេះគឺយើងដាក់គណិតចឹងមកហើយអានេះលោកគ្រូអាច
hai ឬក៏លុបក៏បានដែរបើយើងចង់បានតែមុខវិជ្ជាខ្មែរនឹងកណ្ដិតទេបាទសេរីចំកណ្ដាលនេះចង់បានផ្ទឹមខ្មែរនឹងកណ្ដិតដើម្បីយើងស្រួលមើលឧទាហរណ៍សិស្សនេះកឹមចន្ទរីនេះគាត់សិស្សនឹងខ្ញុំដាក់ឈ្មោះជាន់គ្នាបាទអញ្ចឹងទៅគេឲ្យយើងបញ្ជាក់ថាមិនប្រើឥឡូវគឺយើងមានសិទ្ធិក្នុងការលុបហើយបើសិនយើងដាក់ឈ្មោះជាន់គ្នាចុះលោកគ្រូអាចចុចកន្លែងហ្នឹងហើយចុច mouse ស្ដាំហើយចុច delete បដ ாய் ទៅក៏បានដែរបាទអានេះអាចដូរតាមលំដាប់លំដោយបន្ថែមខ្លួនឯងបាទនិយាយទៅអត់សំខាន់ទេនេះអ្វីដែលយើងចង់បានគឺយើងចង់បានតែនិទេសនេះទេបាទដើម្បីយកទៅដាក់ឲ្យគេមើលឧទាហរណ៍សិននេះអត់បានមកប្រឡងអញ្ចឹងដឹង F អត់ដែរឬក៏ទៀមទាគាត់ប្រឡងម្ដងទៀតទៅអញ្ចឹងការបង្ហាញខ្ញុំមានតែប៉ុណ្្នឹងទេបាទជម្រាបលាលោកគ្រូអ្នកគ្រូ